បងសុំសួរមួយបងផ្លូវនោះផ្លូវលេខ3មែនបងបាទបងផ្លូវនោះផ្លូវលេខ3បងបាទចាស់លេខ15ទៅមុខទៅក្រោយបងបងទៅប្រហែលជា4ផ្ទះទៀតបាត់ផ្សេងដល់ហើយបងបាទបងអរគុណច្រើនបងអរគុណច្រើន បាទអរគុណ តែបងពីជំនាន់ឆ្នាំ2000ណាបើសិនជាឃើញតាក់ស៊ីមកចតមកផ្ទះអញ្ចឹងណាច្បាស់ជារត់បាក់កហើយណោះ មិនរត់បាក់កយ៉ាងម៉េចបញ្ជីផ្ញើតាមតាក់ស៊ីសម្បត្តិស្នេហាกับផ្ញើតាមហ្នឹងធ្វើកាក់ទៅផ្ញើតាមតាក់ស៊ីដែរណាកូន អញ្ចឹងមានន័យថាជំនាន់មុនគេផ្ញើលុយដាក់តាមតាក់ស៊ីមែនទេពីជំនាន់មុនណាបើថាត្រូវផ្ញើលុយទៅខេត្តម្ដងណាតែផ្ញើតាមអ្នកស្គាល់គ្នាបើមិនអញ្ចឹងទេតែផ្ញើតាមតាក់ស៊ីហ្នឹងកូនពេលប៉ាទៅខេត្តយកលុយគេហើយគាត់ផ្ញើមកម៉ាក់មុនបដាគឺតាមតាក់ស៊ីនឹងឯងកូនឲ្យតែបានដឹងតែនឹងថាឡានចេញមកហើយម៉ាក់គ្មានធ្វើការស្អីកើតទេអង្គុយអើតមើលចាំតែផ្លូវឡានតាក់ស៊ីហ្នឹងហើយបានតែគេហុចលុយហុចស្រង់សវត្តមកដល់ដៃហើយនិយាយពីថាអរភើមនៅនឹងឯងកូនប៉ះតែចំថ្ងៃណាតាក់ស៊ីខូចតាមផ្លូវអីហ្នឹងណាគឺថាភ័យចង់គ្រុនអស់ហើយបារម្ភខ្លាចបាត់លុយហ្នឹងណាកូន សម័យមុនណាមិនដូចសម័យឥឡូវទេគ្រាន់តែចុចបន្ទប់ក៏អាចវាលុយញ៉ាទៅវិញទៅមកបានដែរ ហើយចាស់អ្នកណាផ្ញើលុយឲ្យម៉ាក់នេះ មានណាទៀតក្រៅពីប្តីសម្លាញ់បានវេលុយថ្លៃចំណាយប្រចាំខែជូនអ្នកស្រីប្រពន្ធអស់ចាត់ចែងនោះថាអី កូនវាប៉ាឲ្យម៉ាក់វាទៅណា ចំណេញទាំងលុយនិងពេលវេលាតែប្រាក់ឲ្យគ្នាតាមពេលមួយបាទលឿនសុវត្ថិភាព